នៅក្នុងព្រៃខៀវស្រងាត់មួយឆ្មាពណ៌សមួយក្បាលដែលមានភ្នែកពណ៌បៃតងភ្លឺចាញ់ចាំងនិងកូនឆ្មាតូចរបស់វាប្រឈមមុខនឹងបញ្ហាប្រឈមដែលមិននឹកស្មានដល់ឆ្មាមេកំពុងមានផ្ទៃពោះហើយត្រូវការអាហារដោយមានការតាំងចិត្តយ៉ាងមុតមមនៅក្នុងភ្នែករបស់ពួកគេបានចេញដំណើរដើម្បីស្វែងរកអ្វីមួយដើម្បីបរិភោគប៉ុន្តែគ្រោះថ្នាក់ធ្លាក់ខ្លួននៅគ្រប់ជ្រុងទាំងអស់ឆ្មាលឿងអាចកំបាំងមួយបានលេចឡើងពីកន្លែងណាដោយផ្ដល់ជំនួយនៅពេលដែលវាត្រូវការបំផុតពួកគេរួមគ្នាក្លាហានក្នុងព្រៃប្រឈមមុខនឹងបញ្ហាប្រឈមនានាតាមមិត្តភាពដែលមិនទំនងនេះនឹងនៅរស់រានមានជីវិតទេឬក៏ព្រៃនឹងទាមទារជនរងគ្រោះម្នាក់ទៀតរឿងនេះមិនមែនគ្រាន់តែអំពីការរស់រានមានជីវិតនោះទេមាននិយាយអំពីការជឿទុកចិត្តភាពក្លាហាននិងឱកាសទី2សូមទស្សនាពេលដែលឆ្មាទាំងនេះបង្កើតចំណងដែលមិនអាចបំបែកបាននៅចំពោះមុខភាពលំបាកកុំខកខានដំណើរផ្សងព្រេងដ៏អស្ចារ្យនេះចុចប៊ូតុងជាឥឡូវនេះដើម្បីចូលរួមជាមួយយើងសម្រាប់រឿងរ៉ាវដ៏រំភើបជាច្រើនទៀតដូចនេះហើយកុំភ្លេចចែករំលែកគំនិតរបស់អ្នកខាងក្រោមតើអ្នកនឹងធ្វើអ្វីប្រសិនបើអ្នកស្ថិតនៅក្នុងក្រញាំរបស់ពួកគេចូលយើងចូលទៅក្នុងពិភពនៃឆ្មាព្រៃ